លបែងមរណៈយប់នោះមេឃងងឹតស្លុបខ្យល់ព្យុះបានបោកបក់មកលើដំបូលផ្ទះឈើចាស់មួយខ្នងនៅដាច់ស្រយាលពីគេនៅខាងក្នុងផ្ទះដែលមានពន្លឺទៀនភ្លឺផ្លែតយុវជន4នាក់គឺសេឡាតុលាវីរៈនិងរចនាបានអង្គុយជុំគ្នានៅកណ្ដាលបន្ទប់ពួកគេកំពុងរៀបចំលេងល្បែងមួយយ៉ាងដែលគេហៅថាកាក់ហើយប្រលឹងដែលជាល្បែងដ៏គ្រោះថ្នាក់បំផុតសម្រាប់អ្នកចង់ដឹងចង់ឃើញពីពិភពវិញ្ញាណតុលាដែលជាអ្នកមិនជឿលើរឿងខ្មោចព្រាយបានដាក់ក្រដាសដែលមានសរសេរអក្សរនិងលេខរួមទាំងពាក្យបាទចានិងទេនៅលើឥដ្ឋគេបានដាក់កាក់មួយនៅចំកណ្ដាលរួចបង្គាប់ឲ្យអ្នកគ្រប់គ្នាដាក់ម្រាមដៃលើកាក់នោះបរិយាកាសស្រាប់តែប្រែជាត្រជាក់ស្រេបភ្លាមនៅពេលពួកគេចាប់ផ្ដើមសូត្រមន្តហៅវិញ្ញាណដែលស្លាប់ដោយអយុត្តិធម៌ក្នុងផ្ទះនេះឲ្យមកបង្ហាញខ្លួនស្រាប់តែកាក់ដែលនៅក្រោមម្រាមដៃរបស់ពួកគេចាប់ផ្ដើមរំកិលយឺតមិនមែនដោយសារកម្លាំងមនុស្សទេប៉ុន្តែវាហាក់ដូចជាមានកម្លាំងមើលមិនឃើញមួយយ៉ាងកំពុងអូសទាញវារចនាចាប់ផ្ដើមញ័រដៃខណៈដែលកាក់រំកិលទៅរកអក្សរម្ដងមួយរហូតចេញជាពាក្យថាអញនៅខាងក្រោយអស់ហែងគ្រប់គ្នាភ័យស្លន់ស្លោប៉ុន្តែតុលាបានហាមមិនឲ្យអ្នកណាម្នាក់ដកដៃចេញឡើយព្រោះតាមច្បាប់ល្បែងបើដកដៃចេញមុនពេលល្បែងចប់វិញ្ញាណនោះនឹងតាមលងបន្លាចដល់ជីវិតភ្លាមនោះទៀនដែលកំពុងឆេះស្រាប់តែរលត់ងងឹតឈឹងសំឡេងសាយគ្រលួចរបស់មនុស្សស្រីម្នាក់បន្លឺឡើងពីលើពីដានផ្ទះធ្វើឲ្យសក់ក្បាលរបស់ពួកគេបាសច្រងាងក្នុងភាពងងឹតនោះស្រាប់តែមានសំឡេងក្រឹបដូចជាមានយ៉ាងណាម្នាក់បាក់កវីរៈបានបាត់សំឡេងឈឹងនៅពេលសេឡាបញ្ចាំងភ្លេងទូរស័ព្ទទៅពួកគេឃើញវីរៈអង្គុយលុតជង្គង់ប៉ុន្តែក្បាលរបស់គេត្រូវបានបង្វិលទៅខាងក្រោយ180ដឺក្រេភ្នែកបើកធំហូរឈាមស្រោចពេញមុខស្រមោលខ្មែរមួយដែលមានសក់វែងអូសដីបានលេចចេញពីក្រោយសាកសពវីរៈហើយចាប់ផ្ដើមវែរមករកពួកគេយឺតអ្នកដែលនៅសល់ព្យាយាមរត់ទៅរកទ្វារផ្ទះប៉ុន្តែទ្វារផ្ទះទាំងអស់ត្រូវបានចាក់សោជាប់ពីខាងក្រៅដោយអត្ថកម្មបាំងសំឡេងថ្ងៅដ៏ឈឺចាប់របស់វិញ្ញាណនោះបន្លឺឡើងពេញបន្ទប់អ្នកឯងហៅអញមកដើម្បីលេងសើចមែនទីឥឡូវដល់វេនអញលេងវិញម្ដងមុនពេលពន្លឺថ្ងៃរះមកដល់ផ្ទះឈឺចាស់នោះក៏ប្រែជាស្ងប់ស្ងាត់វិញលុះព្រឹកឡើងអ្នកភូមិដែលដើរកាត់ទីនោះបានឃើញទ្វារផ្ទះរបើកចំហនៅកណ្ដាលផ្ទះគេឃើញតែកាក់មួយដែលដាក់លើក្រដាសប៉ុន្តែក្រដាសនោះត្រូវបានជោគចាមដោយឈាមស្រស់ដែលសរសេរជារូបរាងអក្សរថាចប់ល្បែងយុវជនទាំង4នាក់បានបាត់ខ្លួនដោយគ្មានដំរុយអ្នកខ្លះនិយាយថាពួកគេត្រូវបានវិញ្ញាណនោះយកទៅធ្វើជាអ្នកលេងល្បែងមរណៈនៅក្នុងពិភពងងឹតជារៀងរហូតចាប់ពីថ្ងៃនោះមកគ្មានអ្នកណាហ៊ានចូលទៅជិតផ្ទះនោះឡើយហើយនៅរៀងរាល់យប់ដែលមានភ្លៀងធ្លាក់ធ្ងន់គេតែងតែឮសំឡេងកាក់រំកិលលើឥដ្ឋកុកកិតចេញពីក្នុងផ្ទះនោះជានិច្ច